ក្រពើភ្នំពូជសុទ្ធ10ក្បាលត្រូវបានលែងចូលទន្លេស្រែពកដើម្បីស្ដារប្រភេទសត្វជិតផុតពូជបំផុតលើលោកនៅក្នុងជំហានដ៏សំខាន់មួយនៃការអភិរក្សជីវៈចម្រុះក្រពើភ្នំពូជសុទ្ធដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើពិភពលោកចំនួន10ក្បាលត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិនៃទន្លេស្រែពកស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពកភូមិសាស្ត្រស្រុកកោះញែកកាលពីព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2026ពិធីលែងសត្វកម្រជាប្រវត្តិសាស្ត្រនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមខ្វៃអាទិត្យសាអនុរដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានរួមជាមួយលោកងិនសុវិមានអភិបាលរងខេត្តមណ្ឌលគិរីព្រមទាំងមានការចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអាជ្ញាធរមូលដ្ឋាននិងអង្គការដៃគូអភិរក្សធំៗរួមមានអង្គការ WWF កម្ពុជានិងអង្គការសត្វព្រៃនិងរុក្ខជាតិឯកឧត្តមខ្វៃអាទិត្យសាបានលើកឡើងក្នុងឱកាសនោះថាពិធីលែងក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិនាពេលនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាអ្នកអភិរក្សនិងដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការបង្កើនចំនួនរបាយសត្វក្រពើភ្នំឲ្យមានការកើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិដែលពួកវាធ្លាប់រស់នៅកាលពីមុនឯកឧត្តមបានបញ្ជាក់បន្ថែមថាការជ្រើសរើសទីតាំងទន្លេស្រែពកគឺផ្អែកលើភាពសមស្របផ្នែកអេកូឡូស៊ីនិងសារៈសំខាន់យុទ្ធសាស្ត្រការវិតម្លៃបែបវិទ្យាសាស្ត្របង្ហាញថាតំបន់នេះមានប្រព័ន្ធទឹកអចិន្ត្រៃយ៍ព្រៃលិចទឹកមានស្ថានភាពល្អនិងមានប្រភពអាហារគ្រប់គ្រាន់ដែលធានាថាក្រពើភ្នំអាចរស់រាននិងបន្តពូជដោយសុវត្ថិភាពបើតាមរបាយការណ៍បច្ចេកទេសក្រពើភ្នំទាំង10ក្បាលនេះក្នុងនោះមានញីចំនួន9ក្បាលត្រូវបានដឹកបញ្ជូនមកពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមុននឹងឈានដល់ការលែងនេះក្រុមការងារបានឆ្លងកាត់ការពិគ្រោះយោបល់និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សហគមន៍មូលដ្ឋាននិងបងប្អូនជនជាតិដើមភាគតិចលោកនាយកអង្គការ WWF កម្ពុជាបានបង្ហាញពីការបដិញ្ញាចិត្តថាការលែងក្រពើភ្នំនេះមិនត្រឹមតែដើម្បីធានាដល់ការរស់រានរបស់ពួកវានោះទេប៉ុន្តែថែមទាំងជួយពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីទឹកសាបសម្រាប់ជីវៈចម្រុះនិងសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរលោកងិនសុវិមានអភិបាលរងខេត្តមណ្ឌលគិរីបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងការវិតម្លៃខ្ពស់ចំពោះយុទ្ធនាការនេះលោកបានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរីខ្ញុំសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការលែងក្រពើភ្នំពូជសុទ្ធទាំងនេះចូលទៅក្នុងជម្រកធម្មជាតិនៃទន្លេស្រែពងព្រឹត្តិការណ៍នេះមិនត្រឹមតែជាមោទនភាពសម្រាប់ខេត្តមណ្ឌលគិរីប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃការរស់ឡើងវិញនូវសម្បត្តិធម្មជាតិដ៏កម្ររបស់យើងរដ្ឋបាលខេត្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានអង្គការដៃគូនិងជាពិសេសគឺបងប្អូនសហគមន៍ជនជាតិដើមភាគតិចដើម្បីរួមគ្នាការពារអភិរក្សជីវៈចម្រុះនិងធានាឲ្យបាននូវនិរន្តរភាពបរិស្ថាននៅក្នុងតំបន់នេះឲ្យបានល្អប្រសើរបំផុតគួរបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញទន្លេស្រែពកតែងចាត់ទុកក្រពើភ្នំជាសត្វស្លូតបូនមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយហើយពួកវាជាសត្វតំណាងឲ្យភាពស័ក្តិសិទ្ធិឬអ្នកថែរក្សាប្រភពទឹកបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោកគឺមានប្រមាណជាង300ក្បាលខណៈដែលចំនួនសរុបនៅលើពិភពលោកមានត្រឹមតែប្រហែល1000ក្បាលប៉ុណ្ណោះ